ខ្ញុំពិតជាមានការពិបាកចិត្តខ្លាំងមែនទែន stress ខ្លាំងមែនទែននៅពេលដែលកូនគាត់ចង់ញ៉ាំអីអូយបើសិនជាបងបានឃើញវីដេអូនេះហើយជួយប្រាប់ខ្ញុំផងថាធ្វើបែបណាទើបកូនគាត់ប្រកែកញ៉ាំគាត់ប៉ិនញ៉ាំបាយបើសម្រាប់កូនខ្ញុំគឺគាត់អត់សូវញ៉ាំបាយទេមកពីខ្ញុំធ្វើមុខអត់ឆ្ងាញ់ឬក៏មិនដឹងទេប៉ុន្តែនៅសាលាញ៉ាំតិចធម្មតាទេប៉ុន្តែបើនៅផ្ទះវិញក៏គាត់ញ៉ាំតែនំតែម្ដងគាត់អត់សូវញ៉ាំបាយទេមកពីចង្ការអាចមកពីខ្ញុំឧស្សាហ៍ទិញនំទិញញែកដាក់ក្នុងទូច្រើនអញ្ចឹងទៅគាត់ដឹងថានៅក្នុងទូមានរបស់ញ៉ាំអញ្ចឹងទៅពេលគាត់ឃ្លានគាត់អត់សូវញ៉ាំបាយទេគាត់ទៅយករបស់យកនំយកនេកយកស្ករគ្រាប់អីនឹងញ៉ាំហើយវាអាចជាកំហុសមួយវាអាចជាកំហុសខ្ញុំដែរប៉ុន្តែបើសិនជាបងដឹងថាមានវិធីណាដែលក្មេងគាត់ញ៉ាំបាយបានច្រើនអីឬក៏មានវីតាមីនអីសូមជួយប្រាប់ខ្ញុំផងខ្ញុំពិតជា stress ខ្លាំងមែនទែនពួកកូនឥឡូវនេះកាន់តែស្គមទៅពីមុន14គីឡូប៉ុន្តែឥឡូវប្រហែលជាស្រកគីឡូហើយមកពីផ្ដាសាយផងដោយសារតែនៅប្រទេសកូរ៉េឥឡូវត្រជាក់ហើយផ្ដាសាយទាំងម៉ែផ្ដាសាយទាំងកូនហើយអាត្រូវនឹងផ្ដាសាយនឹងហើយអាបាយនឹងក៏អត់ញ៉ាំទៀតអញ្ចឹងទៅវារត់តែធ្វើឲ្យគាត់ស្រកគីឡូទៀតហើយនេះអើយពិបាកចិត្តមែនតើហ្មង